បាទសួស្តីអ្នកសិក្សាឬក៏អ្នកដែលចង់ដឹងអំពីការចែកត្រាយបាទនេះគឺជាការចែកម្លែកតិចរបស់ខ្ញុំណាអូខេចែកត្រាយអ្នកនរគ្នាចូលមកកាន់ DPC មកយើងមើលណាអញ្ចឹងត្រាយរបស់យើងមានប៉ុណ្នេះជីណាបាទ256តែដោយសារតែវាកាត់វាសល់2.7ហើយណាអូខេអញ្ចឹងត្រាយមានត្រាយ C ណាចែកត្រាយបាទយើងមកស្ដាំលើវាមកណាបាទជាស្រ័យបាទយើងមកស្ដាំលើ DPC បាទហើយបន្ទាប់មកយើងយកពាក្យថា manage បាទចូលដល់ manage ហើយបាទយើងយកពាក្យថា management នេះមកហើយរងចាំវាបន្តិចអញ្ចឹងវានឹងបញ្ជាក់ប្រាប់ត្រៃរបស់យើងថាត្រៃរបស់យើងមានតែមួយទេគឺ C ណាអូខេអញ្ចឹងដើម្បីចែកវាណាយើងមកស្ដាំលើវាទៅយកពាក្យថា singulum បាទយក singulum យើងរងចាំវាតិចដោយសារតែវាវិលអូខេអញ្ចឹងកន្លែងនេះគឺគេឲ្យយើងដាក់ចំនួនដែលយើងចង់ចែកត្រាយគិតជាមេហ្គាបៃតណាអញ្ចឹងដើម្បីគិតថាចង់បានប៉ុន្មាន G យើងយក calculator មកគិតសិនណាហើយយក calculator មកគិតសិនបាទ calculator អញ្ចឹងគឺថាខ្ញុំយក70G ណាឬក៏ខ្ញុំយក 71G ក៏បានដែរអត់បញ្ហាទេអញ្ចឹងគេបង្ហាញឲ្យថានៅក្នុង 1G គឺមានបាទ1024ណាអញ្ចឹងយក1024មេហ្គាបៃគេថាបានន័យថាចេះ 1G ស្មើនឹង1024មេហ្គាបៃអញ្ចឹងយើងយកវាគុណនឹងមែនគុណ 71G ដែលយើងចង់សុំត71G ហ្នឹងមកណាស្មើមែនស្មើ72809ណាចឹងខ្ញុំអត់ដាក់លេខវាមកមែន72 7គុណ4ណា72 7គុណ4ឥឡូវនេះបាទអូខេលុបចោល7អូខេអត់ដែរ72បាទ7គុណ4ណាអូខេទៅអញ្ចឹងមិនវាយើងចាំណាយើងសៀងនឹងមកអូខេតោះមកយើងគេឥឡូវនេះសញ្ញារងចាំណាតោះមកយើងយកពាក្យថាយើងមកស្ដាប់ឡើង 71G តែថ្មីគឺពាក្យថា new simple volume ចេះឡើងមកហើយយើង next វាបញ្ជាក់ប្រាប់យើងថាយកប៉ុណ្ណឹង G ហ៎បាទថា next ទៀតមកនេះត្រាយយើងដាក់ត្រាយបន្ទាប់ពី C គឺ D បាទអូខេតបមកយើងយក next យក fin នេះអូខេអញ្ចឹងត្រាយរបស់យើងនឹងបង្កើតរួចរាល់វានឹងបញ្ជាក់បាទផ្ដល់ដំណឹងឲ្យលើនេះណា new volume D អូខេអញ្ចឹងយើងបិទមកយើងទៅ check ទាំងអស់គ្នាអូខេជិះ check នៅកន្លែង DPC នេះណាបាទអញ្ចឹងត្រាយរបស់យើងបាទគេបាន 70G ណាដោយសារ71វាកាត់ណាវាកាត់អូខេអញ្ចឹងចំណេះដឹងយើងទី2មានប៉ុណ្្នឹងណាសូមអរគុណបងប្អូនដែលបានតាមដានទស្សនាបណ្ដាលដល់ចប់ជាចុងក្រោយក៏សូមណែនាំបងប្អូនទាំងអស់គ្នាឲ្យសិក្សាបាទនៅវគ្គជំនាញថ្មីពីវគ្គជំនាញដំបូងរហូតដល់វគ្គជំនាញកម្រិត2កម្រិត3គឺមានដូចជាបាទវគ្គជំនាញកាត់តវីដេអូ design និងវគ្គ IT basic គឺជំនាញកូដហ្នឹងឯណាអញ្ចឹងបងប្អូនចង់រៀនគឺនៅទល់មុខបាទវិទ្យាល័យតាឡូគឺស្ថិតនៅខេត្តពោធិ៍សាត់ណាបាទសូមអរគុណអ្នកសិក្សាឬក៏អ្នកស្រាវជ្រាវទាំងអស់គ្នាអរគុណច្រើនបាទ